Hết là với bên lúc nè mình bình chunប្រជាជនកម្ពុជាឲ្យទៅនៅជាមួយ UN ទៅហេតុអ្វីបានជាបញ្ជូនពួកគេឲ្យមកធ្វើជាបន្ទុករបស់ថៃទៅវិញបងប្អូននេះគឺជាសម្ដីពិតរបស់លោកណាន់ធីវ៉ាត់សាមាតអតីតលេខាធិការរដ្ឋមន្ត្រីក្រសួងការបរទេសសៀមចាកាលពីម្សិលមិញណាលោកហ្នឹងលោកហ្នឹងជាអតីតរដ្ឋមន្ត្រីការបរទេសសៀមហ្នឹងបានបញ្ជាក់ទៀតថាហេតុអ្វីអ្នកមិនបញ្ជូនប្រជាជនកម្ពុជាទាំងនោះឲ្យចូលរួមជាមួយ UN ទៅហេតុអ្វីបានជាបញ្ជូនពួកគេឲ្យមកប្រទេសថៃទៅវិញហើយចុងក្រោយប្រទេសថៃទៅជាមិនល្អទាំងដែលប្រទេសថៃឲ្យចំណេញចំណុកផ្ដល់ជំរកដល់ពួកគេនេះអូយបងប្អូនសាហាវខ្លាំងណាស់ចាលោកណាន់ធីវ៉ាត់បានរិះគន់យ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិដោយនិយាយថាអង្គការនេះមិនមែនជាតួអង្គឪពុកម្ដាយទេហើយបានរិះគន់អង្គការនេះចំពោះការបង្កើតបញ្ហាដល់ប្រទេសថៃបន្ទាប់ពីតំណាងរបស់ខ្លួនបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាដោយបង្ហាញការអាណិតអាសូរចំពោះជនភៀសសឹករបស់កម្ពុជាថាមិនទាន់បានទៅរស់នៅផ្ទះសម្បែងរបស់ពួកគេវិញអើយបងប្អូននៃអានផ្ទះបាញ់កដាលក្បាលណា UN ណាគេឲ្យហែងមើលថែយកចិត្តទុកដាក់ហើយគេបញ្ជូនលុយមួយឆ្នាំប្រហែលឲ្យក្បាលឯង54លានទៅប្រហែល60លានជាងក្នុងមួយឆ្នាំមិនអាចឆ្កែឯងថាជាបន្ទុកទៅវិញឃើញហែងអបអសបាយនឹងលុយនឹងណាហីហែងគិតពីរផ្លូវទី1ហែងស៊ីដាច់លុយគេហើយទី2ហែងចង់កម្ចាត់ប្រជាជនខ្មែរចោលដើម្បីយកទឹកដីខ្មែរតាមតំបន់ព្រំដែនហ្នឹងតែទីបំផុតហែងធ្វើទៅមិនរួចឥឡូវមិនឆៃដល់ថ្ងៃអសាហើយធ្វើឯងមកបន្ទោស UN សារ UN ហ្នឹងមិនមែនជាឪពុកម្ដាយទេអូយបងប្អូនអើយបងប្អូនល្អសោយខ្លាំងមែនទែនពួកអាកពូថោជួយ share ចែកគ្នាសោយបងប្អូន